វីដេអូនេះសម្រាប់និស្សិតពេទ្យតម្រូវឲ្យគាត់មើលមុនពេលចូលមករៀននៅក្នុងវគ្គក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈខ្លឹមសារចម្បងនៅក្នុងវីដេអូនេះគឺផ្ដោតទៅលើច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឆ្នាំ2016ខ្លឹមសារដែលមាននៅក្នុងវីដេអូនេះខ្ញុំនឹងសង្ខេបខ្លឹមសារស្នូលចេញអំពីឯកសារគតិយុត្តមួយនេះរួមទាំងរៀបរាប់ឲ្យពណ៌នាទាក់ទងអំពីដំណើរឆ្ពោះទៅក្លាយជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលត្រង់កន្លែងនេះផងដែរចង់បើកវងកញ្ចក់បន្តិចដែរវិសាលភាពរបស់ច្បាប់នេះយើងគ្របដណ្ដប់ទាំងគ្រូពេទ្យទាំងគិលានុបដ្ឋាកឆ្មបទណ្ឌពេទ្យអសតការីនិងអ្នកបច្ចេកទេសមន្ទីរពិសោធន៍លក្ខណៈអញ្ចឹងប៉ុន្តែគ្រាន់តែនៅក្នុងវីដេអូនេះខ្ញុំសង្កត់ធ្ងន់ទៅលើតែផ្នែកវិទ្យាសាស្ត្រឬក៏ទៅគ្រូពេទ្យទេដែលនឹងរៀបរាប់ពីនិស្សិតពេទ្យចូលទៅសាលាពេទ្យរៀនចប់ទទួលបានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងបន្តមកទៀតគាត់ចោះឈ្មោះនៅក្នុងបញ្ជីការរបស់គណៈគ្រូពេទ្យស្នើសុំអាជ្ញាប័ណ្ណដើម្បីអាចឲ្យគាត់មានសិទ្ធិនៅក្នុងការប្រកបវិជ្ជាជីវៈរបស់គាត់ក៏ដូចជាពិនិត្យមើលទៅលើលក្ខណៈសម្បត្តិនៅក្នុងការប្រកបវិជ្ជាជីវៈក៏ដូចជាការគ្រប់គ្រងនិងការធ្វើនិយត្តកម្មរបស់គណៈគ្រូពេទ្យជាចំណុចចាប់ផ្ដើមអីដែលខ្ញុំនឹងរំលេចគឺតកតងអំពីសំណួរថាហេតុអីបានយើងចាំបាច់ត្រូវមានច្បាប់មួយហ្នឹងបាទដែលជាចម្លើយគឺច្បាប់មួយនេះគោលបំណងចម្បងរបស់វាគឺដើម្បីការពារសុខភាពនិងសុវត្ថិភាពរបស់សាធារណជននៅក្នុងន័យថាដើម្បីធានាឲ្យបានថានៅក្នុងបរិបទប្រទេសខ្មែររបស់យើងគ្រូពេទ្យដែលគាត់អាចមើលថែទាំព្យាបាលអ្នកជំងឺបានត្រូវមានគុណវុឌ្ឍិនិងសមត្ថភាពគ្រប់គ្រាន់ហើយកន្លែងនេះគឺជាតួនាទីរបស់គណៈគ្រូពេទ្យដែលគាត់មានភារៈនៅក្នុងការអនុវត្តតាមដានពិនិត្យមើលក៏ដូចជាការធ្វើនិយត្តកម្មគ្រប់គ្រងអ្នកគ្រូពេទ្យទាំងអស់ដែលប្រកបវិជ្ជាជីវៈនៅប្រទេសកម្ពុជារបស់យើងតាមរយៈយន្តការនានាពោលគឺតកតងអំពីតាំងពីការចោះឈ្មោះនៅក្នុងបញ្ជីការការសុំអាជ្ញាប័ណ្ណមុនពេលដែលគាត់អាចមានសិទ្ធិមើលជំងឺបានផងដែរច្បាប់នេះក៏បានការពារប្រយោជន៍របស់គ្រូពេទ្យដែរនៅក្នុងន័យថាបើសិនជាមានបញ្ហាមិនដឹងការតវ៉ាអីគណៈគ្រូពេទ្យគាត់នឹងចូលរួមសម្របសម្រួលបាទហើយផងដែរក៏បានដាក់បន្ទុកទៅលើអ្នកដែលគាត់មិនមែនពេទ្យអ្នកដែលគាត់មិនមែនជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគឺគាត់អត់អាចធ្វើកិច្ចការងារនេះផងដែរបាទដែលនៅក្នុងហ្នឹងបានចែងយ៉ាងច្បាស់ទាក់ទងអំពីចំណុចហ្នឹងបន្តមកទៀតអីដែលខ្ញុំនឹងសង្កត់ធ្ងន់ផងដែរគឺតាក់ទងជាមួយនឹងពាក្យពេចន៍ដែលយើងត្រូវស្គាល់មុនពេលចូលទៅស៊ីជម្រៅតាក់ទងពីច្បាប់មួយនេះទីមួយយើងហៅថាអ្នកវិជ្ជាជីវៈសុខាភិបាលនៅកន្លែងនេះសំដៅទៅលើអ្នកដែលគាត់ហ៊ានចប់មានសញ្ញាបត្រតួយ៉ាងដូចជាសញ្ញាបត្រពេទ្យឬក៏ផ្នែកវិទ្យាសាស្ត្រហើយបន្តមកទៀតគាត់បានចុះឈ្មោះនៅក្នុងបញ្ជីការរបស់គណៈបាទអាហ្នឹងយើងហៅថាអ្នកវិជ្ជាជីវៈសុខាភិបាលប៉ុន្តែផ្ទុយមកវិញដែលអាចហៅគាត់ថាជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលបាននោះតែគាត់មានឈ្មោះនៅក្នុងបញ្ជីការហើយបន្តមកទៀតគាត់មានអាជ្ញាប័ណ្ណបាទតែនៅក្នុងប្រទេសខ្មែររបស់យើងអាជ្ញាប័ណ្ណពួកគាត់ត្រូវស្នើសុំរៀងរាល់3ឆ្នាំម្ដងបាទហើយនៅកន្លែងហ្នឹងពាក្យពេចន៍របស់គេគឺមានការចោះឈ្មោះនៅក្នុងបញ្ជីការមានអាជ្ញាប័ណ្ណក៏ដូចជាកំហុសឆ្គងវិជ្ជាជីវៈសុខាភិបាលហើយនៅត្រង់កន្លែងនេះផងដែរទីទៀតខ្ញុំនឹងរំលេចបន្ថែមទៀតឲ្យលម្អិតតកតងជាមួយនឹងចំណុចហ្នឹងប៉ុន្តែទាំងអស់នេះអីដែលចង់ផ្ញើគឺតកតងអំពីពាក្យពេចន៍ដែលគេបានសរសេរដែលយើងត្រូវចាប់ឲ្យបានមុនពេលយើងចូលទៅស៊ីជម្រៅតកតងអំពីខ្លឹមសារបាទប៉ុន្តែមុនពេលចូលទៅដល់ខ្លឹមសារលម្អិតហ្នឹងខ្ញុំក៏ចង់បើកវងកញ្ចក់បន្តិចដែរថាតើដើម្បីទៅជាគ្រូពេទ្យម្នាក់យើងត្រូវឆ្លងកាត់ដំណាក់កាលណាខ្លះហើយមានស្ថាប័នណាខ្លះដែលគាត់ពាក់ព័ន្ធបាទអញ្ចឹងចាប់ផ្ដើមចេញអំពីទី1សាលាពេទ្យសាលាពេទ្យដែលផ្ដល់ដែលគាត់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញផ្នែកវិទ្យាសាស្ត្រនៅស្រុកខ្មែរយើងមាន5 2រដ្ឋ3ឯកជនបាទដែលចូលមកដល់យើងមានកម្មវិធីសិក្សាយ៉ាងហោចយើងរៀនចប់6ឆ្នាំយើងបាន Bachelor of Medical Sciences បន្តមកទៀតមានផ្លូវ2ទី1យើងទៅកាន់ផ្នែក
អង្គទាំងឬក៏ផ្នែកអន្តេវាសិកឬក៏ទៅផ្នែករៀនផ្នែកឯកទេស3ទៅ4ឆ្នាំអាស្រ័យទៅលើឯកទេសក៏ប៉ុន្តែដើម្បីដំណើរទៅរៀនបញ្ចប់ហ្នឹងពួកគាត់ត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់សាលារួមមានតកតងអំពីចុះកម្មសិក្សាឲ្យចប់គ្រប់គ្រាន់ទៅតាមលក្ខខណ្ឌហើយទទួលបាន validation ហើយប្រឡងផ្ទៃក្នុងជាប់បាទអាចមានជា MCQ ក៏ដូចជា OSCE ក៏ដូចជាត្រូវប្រឡងចេញថ្នាក់ជាតិជាប់បូកជាមួយនឹងការធ្វើនិក្ខេបបទបាទទាំងអស់ហ្នឹងគឺជាមកកញ្ចប់ដែលតម្រូវឲ្យពួកគាត់ត្រូវធ្វើដើម្បីអាចឲ្យគាត់មានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងការស្នើសុំដើម្បីទទួលបានសញ្ញាបត្រផ្នែក MD បាទកន្លែងហ្នឹងអីដែលខ្ញុំចង់បញ្ជាក់ផងដែរគឺតកតងអំពីនៅក្នុងប្រទេសយើងអ្នកដែលចេញសញ្ញាបត្រ MD ហ្នឹងមិនមែនសាលាទេគឺក្រសួងគាត់អ្នកចេញបាទហើយលើសពីហ្នឹងទៀតផងដែរសម្រាប់អ្នកដែលគាត់រៀនចប់មកពីក្រៅប្រទេសគាត់មានសញ្ញាបត្រ MD មកពីក្រៅប្រទេសហើយដែលគាត់ត្រូវធ្វើគាត់ត្រូវស្នើសុំទៅក្រសួងដើម្បីសុំធ្វើសមមូលសញ្ញាបត្រដើម្បីឲ្យមានការទទួលស្គាល់បាទអញ្ចឹងនៅពេលដែលគាត់មានសញ្ញាបត្រ MD Diploma ហើយបន្តមកទៀតអីដែលគាត់ត្រូវធ្វើគឺតកតងអំពីធ្វើការមួយខាងគណៈគ្រូពេទ្យចោះឈ្មោះនៅក្នុងបញ្ជីការទីទៀតខ្ញុំនឹងបង្ហាញឧទាហរណ៍តកតងជាមួយនឹងអាជ្ញាប័ណ្ណបាទនៅពេលដែលយើងចោះឈ្មោះហ្នឹងយើងចោះតែម្ដងឯងហើយយើងនឹងទទួលបានលេខកូដ6ខ្ទង់ប៉ុន្តែនៅពេលដែលយើងមានឈ្មោះហើយបើយើងចង់ទៅជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលយើងត្រូវស្នើសុំអាជ្ញាប័ណ្ណបាទដែលដំបូងបន្ទាប់ពីរៀនចប់ពេលដែលយើងស្នើសុំអាជ្ញាប័ណ្ណគេឲ្យយើងបដោះអាសន្នតែនៅពេលដែលយើងចប់3ឆ្នាំហើយ3ឆ្នាំក្រោយដែលយើងតទៅបានគេឲ្យយើងអាជ្ញាប័ណ្ណពេញលេញបាទហើយនៅត្រង់កន្លែងហ្នឹងគឺជាតួនាទីឬក៏ភារៈរបស់គណៈគ្រូពេទ្យដែលគាត់ត្រូវធ្វើការងាររឿងចោះឈ្មោះក៏ដូចជាផ្ដល់អាជ្ញាប័ណ្ណលើសពីហ្នឹងទៀតផងដែរក៏ពួកគាត់ជាអ្នកដែលកំណត់និយមមួយនឹងដែនកំណត់របស់ការអនុវត្តផ្នែកវិទ្យាសាស្ត្រហ្នឹងណាតើយើងមានសិទ្ធិធ្វើបានប៉ុណ្ណាឬក៏ធ្វើប៉ុណ្ណាបើយើងទទួលយកបានថាត្រូវជាដើមអញ្ចឹងអាហ្នឹងគឺមាននៅក្នុង scope and standard of practice បាទផងដែរក៏គណៈគ្រូពេទ្យមានតួនាទីច្រើនគាត់ត្រូវធ្វើនិយត្តកម្មគាត់ត្រូវធ្វើការគ្រប់គ្រងទៅលើគ្រូពេទ្យទាំងអស់ដែលអនុវត្តផ្នែកវិទ្យាសាស្ត្រឬក៏មើលជំងឺនៅស្រុកខ្មែរហើយមួយទៀតក៏ជាតួនាទីរបស់គាត់ដែរគឺគាត់ផ្ដល់នៅ continue professional development ឬក៏គាត់ធ្វើការជាមួយនឹងដៃគូដើម្បីផ្ដល់លនឹងឲ្យគ្រូពេទ្យបន្តអភិវឌ្ឍសមត្ថភាពតទៅមុខទៀតអញ្ចឹងអានេះគឺជាដំណើរដែលយើងចូលសាលាពេទ្យរហូតដល់រៀនចប់បានសញ្ញាបត្រហើយបើយើងចង់ទៅជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលយើងត្រូវចោះឈ្មោះនៅក្នុងបញ្ជីការក៏ដូចជាទទួលបានអាជ្ញាប័ណ្ណនេះជាប្រជាក្រិតស្ដីពីការបង្កើតគណៈគ្រូពេទ្យឆ្នាំ2000បើសិនជាចង់មើលលម្អិតទាក់ទងអំពីរចនាសម្ព័ន្ធក៏ដូចជាមុខងាររបស់គណៈគ្រូពេទ្យនេះគឺជាឧទាហរណ៍មួយទាក់ទងជាមួយនឹងអាជ្ញាប័ណ្ណឬក៏ license បាទដែលអ្នកនរគ្នាអាចឃើញនៅហ្នឹងគឺយើងមានលេខកូដ6ខ្ទង់ហើយថ្មីនេះនៅលើអាជ្ញាប័ណ្ណហ្នឹងក៏មាន QR code ដើម្បី verify ដើម្បីបញ្ជាក់ផងដែរនៅខ្មែរយើងរៀងរាល់យើងតអាជ្ញាប័ណ្ណរៀងរាល់3ឆ្នាំម្ដងអញ្ចឹងសុពលភាពរបស់អាជ្ញាប័ណ្ណហ្នឹងក៏បាន3ឆ្នាំដែរតែកន្លែងដែលខ្ញុំចង់បញ្ជាក់ម្ដងទៀតគឺតាក់ទងជាមួយនឹងបុគ្គលទាំងឡាយណាដែលមានបំណងប្រកបវិជ្ជាជីវៈសុខាភិបាលនៅខ្មែរត្រូវចាំបាច់ត្រូវទៅចោះឈ្មោះនៅក្នុងបញ្ជីការរបស់គណៈបើសិនជាគ្រូពេទ្យផ្នែកវិទ្យាសាស្ត្រយើងចោះមួយគណៈគ្រូពេទ្យបាទហើយចោះហើយយើងត្រូវស្នើសុំអាជ្ញាប័ណ្ណបាទហើយនៅពេលដែលយើងប្រកបវិជ្ជាជីវៈសុខាភិបាលហ្នឹងតម្រូវដាច់ខាតយើងត្រូវមានអាជ្ញាប័ណ្ណមិនអាចមើលជំងឺបានហើយត្រូវគ្រប់គ្រងសិលធម៌ជាមួយនឹងបទដ្ឋានវិជ្ជាជីវៈនិងនិយមវិជ្ជាជីវៈដែលគណៈគាត់អ្នកកំណត់លើពីហ្នឹងទៀតផងដែរយើងត្រូវបន្តអភិវឌ្ឍខ្លួនជានិច្ចនៅកន្លែងនេះអីដែលខ្ញុំចង់រំលេចបន្ថែមទៀតហ្នឹងសាកសម័យមើលនៅពេលដែលយើងទទួលបានអាជ្ញាប័ណ្ណហើយ3ឆ្នាំក្រោយយើងត្រូវទៅតអាជ្ញាប័ណ្ណនៅក្នុងតាក់ទងជាមួយនឹងក្របខ័ណ្ឌនិយត្តកម្មនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តដែលគណៈគ្រូពេទ្យគាត់បាន
ធ្វើតាំងពីឆ្នាំ2020គឺតម្រូវឲ្យនៅពេលដែលយើងត្រូវទៅតlicense ម្ដងទៀតយើងត្រូវមាន continue professional development ឬក៏យើងហៅកាត់ថា CPD points ពិន្ទុ CPD ហ្នឹងឲ្យបាន60បាទដែលរបៀបដែលគេគិតហ្នឹងគឺនៅពេលដែលយើងចូលសកម្មភាពអាចជាវគ្គខ្លីអាចជាសន្និសីទអាចជាការប្រជុំអាចជាសរសេរអត្ថបទវិទ្យាសាស្ត្រហ្នឹងគេមានរបៀបគិតរបស់គេដើម្បីបំលែងមកទៅជាពិន្ទុបាទអាហ្នឹងគឺមកតង់ទៀតនៅពេលដែលយើងទៅ renew ឬក៏បន្ត license បាទអញ្ចឹងទាំងអស់នេះគឺជាព័ត៌មានដែលខ្ញុំគិតថាសំខាន់ហើយចាំបាច់ដែរដែលយើងតម្រូវត្រូវតែដឹងហើយអនុវត្តទៅតាមចំណុចមួយទៀតដែលបានចែងឬក៏បានសរសេរនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាលនឹងផងដែរគឺគេរំលេចតាក់ទងអំពីសម្បទានៅក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាលនៅកន្លែងហ្នឹងក៏ខ្ញុំចង់និយាយរំលេចឡើងវិញម្ដងទៀតផងដែរច្បាប់ហ្នឹងគោលដៅរបស់វាការពារសុខភាពមួយសុវត្ថិភាពរបស់សាធារណជនតាមរយៈយន្តការធានាថាគ្រូពេទ្យទាំងអស់ដែលទទួលបានអាជ្ញាប័ណ្ណគឺគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដែលគាត់អាចមើលថែទាំឬក៏ព្យាបាលជំងឺបានតែផ្ទុយមកវិញនៅពេលដែលគណៈគាត់ពិនិត្យឃើញថាសម្បទាហ្នឹងអត់គ្រប់គ្រាន់តួយ៉ាងមានដូចជាអត់បានបំពេញទៅតាមលក្ខខណ្ឌដែលយើងទៅបន្តអាជ្ញាប័ណ្ណឬក៏មានកំហុសខុសឆ្គងផ្នែកវិជ្ជាជីវៈរបស់យើងបាទឬក៏មានបញ្ហាសុខភាពកាយចិត្តដែលវាប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈឬក៏យើងមានតបតន់នានាក្នុងប្រទេសក្តីក្រៅប្រទេសក្តីអានឹងសិតតែជាលក្ខខណ្ឌនានាដែលនឹងមានឥទ្ធិពលឬក៏ប៉ះពាល់ការដែលយើងអាចទទួលបានអាជ្ញាប័ណ្ណឬក៏មានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងការប្រកបវិជ្ជាជីវៈនឹងអត់បាទហើយតាមរយៈច្បាប់ហ្នឹងហើយគណៈគ្រូពេទ្យគាត់ជាអ្នកអនុវត្តដើម្បីធានាថាគ្រូពេទ្យរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ឬក៏ fit to practice medical practice នៅក្នុងប្រទេសខ្មែររបស់យើងហើយលើសពីហ្នឹងទៀតក៏តកតងជាមួយនឹងបានចែងអំពីទណ្ឌកម្មខាងវិន័យជាទូទៅមានបណ្ដឹងតវ៉ាបាទយើងអាចមានអ្នកដែលគាត់អាចដាក់ពាក្យបណ្ដឹងហើយបន្តមកទៀតខាងគណៈគ្រូពេទ្យគាត់មានគណៈកម្មការឬក៏ក្រុមការងាររបស់គាត់ដើម្បីធ្វើការ investigation បាទចោះទៅដើម្បីតាមដានឬក៏វាតម្លៃមុនពេលកំណត់ថាមានទោសទណ្ឌឬក៏តាក់ទងជាមួយនឹងត្រូវដាក់ទណ្ឌកម្មឬក៏អត់មានបញ្ហាអីជាដើមអញ្ចឹងគ្រាន់តែនៅក្នុងច្បាប់ហ្នឹងនៅត្រង់ចំណុចមាត្រាទី15គេបានរៀបរាប់តាក់ទងពីរបៀបដូចឋានានុក្រមនៅក្នុងការដែលយើងកំណត់ទោសទណ្ឌវិន័យទៅលើនឹងអញ្ចឹងណាមានតាំងពីធ្វើការព្រមានបន្តមកទៀតព្រមានជាមាត់ឬក៏អាចព្រមានឲ្យកត់ត្រាទុកនៅក្នុងឯកសារផ្ទាល់ខ្លួនឬក៏អាចបញ្ឈប់ការអនុវត្តវិជ្ជាជីវៈសុខាភិបាលនៅក្នុងរយៈពេលណាមួយឬក៏ប្រឈប់តែផ្នែកខ្លះឬក៏អាចដកហូតអាជ្ញាប័ណ្ណឬក៏ធ្ងន់ជាងគេបំផុតហ្នឹងគឺលុបឈ្មោះចេញពីបញ្ជីគណៈវិជ្ជាជីវៈហ្មងអាហ្នឹងគឺធ្ងន់ជាងគេហើយទាំងអស់នេះគឺជាឋានានុក្រមនៅក្នុងការដែលគាត់ដាក់ទោសទណ្ឌទៅលើអ្នកដែលគាត់មានប្រព្រឹត្តកំហុសបាទលើពីនោះទៀតផងដែរអីដែលខ្ញុំចង់រំលឹកហ្នឹងគឺតកតងជាមួយនឹងតើ professional misconduct ឬក៏ការប្រព្រឹត្តកំហុសឆ្គងហ្នឹងមានដូចជាអីខ្លះនៅក្នុង slide នេះអីដែលខ្ញុំធ្វើគឺខ្ញុំគ្រាន់តែព្យាយាមសង្ខេបយកនៅចំណុចមួយចំនួនដែលនៅក្នុងហ្នឹងរួមមានតកតងពីជុំវិញរឿងអាជ្ញាប័ណ្ណជួនកាលយើងទៅមើលទៅយើងអត់មានអាជ្ញាប័ណ្ណផុតសុពលភាពឬក៏យើងទៅធ្វើអីដែលវាអត់គោរពទៅតាមច្បាប់បទបញ្ញត្តិរបស់គណៈឬក៏អីដែលគេបានចែងជាដើមអញ្ចឹងហ្នឹងជារឿងមួយទៀតតកតងអំពី scope and standard of practice ដែលយើងបំពេញព្រោះជាទូទៅតកតងជាមួយនឹងនិយមឬក៏ដែនកំណត់ព្រោះដែនកំណត់ថាយើងមានសិទ្ធិអាចធ្វើនឹងបានអត់ហើយ standard កំណត់ថាយើងធ្វើប៉ុណ្ណឹងទទួលយកបានអត់ឬក៏យើងបំពេញជាដើមអញ្ចឹងទី3ជុំវិញរឿងកំហុសខុសឆ្គងរឿងក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈហើយចុងក្រោយគឺតកតងជាមួយនឹងកំហុសខុសឆ្គងរបស់យើង
ដែលតាក់ទងជាមួយនឹងអាចជាហានិភ័យដល់អ្នកជំងឺបាទទាំងអស់នេះគឺជាអឺជារួមដែលតាក់ទងជាមួយនឹងអាចជាការប្រព្រឹត្តកំហុសខុសឆ្គងនៅក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាលអញ្ចឹងហើយនៅពេលដែលអឺកំណត់ដឹងថាយើងខុសឬអត់ខុសអ្នកទាំងអស់គ្នាអាចចូលទៅមើលឯកសារទាំងអស់នេះដែលយើងអាចប្រើជាមូលដ្ឋានតាក់ទងអំពីច្បាប់តាក់ទងអំពីអនុក្រឹត្យស្តីពីក្រមសីលធម៌ឬក៏ដែនកំណត់និងនិយមវិជ្ជាជីវៈវិទ្យាសាស្ត្រឆ្នាំ2004ឬក៏operational guideline ឬក៏គោលការណ៍ណែនាំប្រតិបត្តិផ្សេងផ្សេងឬក៏ប្រកាសរបស់ក្រសួងដែលតម្រូវឲ្យយើងត្រូវធ្វើតាមបាទអញ្ចឹងបើសិនជាយើងអត់ធ្វើតាមហើយឬក៏ប្រព្រឹត្តកំហុសអីគឺយើងអាចចូលនៅក្នុងលក្ខខណ្ឌពីខាងដើមដែលទាក់ទងជាមួយនឹងទណ្ឌកម្មខាងវិន័យក៏ប៉ុន្តែកន្លែងហ្នឹងក៏ចង់បញ្ជាក់ដែរនៅពេលដែលយើងសន្មតថាយើងមានកំហុសចោលនៅពេលដែលគណៈដាក់វិន័យយើងមិនមែនមានន័យថាយើងគ្រាន់តែទទួលវិន័យហ្នឹងឲ្យរួចខ្លួនទេក្នុងលក្ខខណ្ឌមួយចំនួនដែលតាក់ទងជាមួយនឹងកំហុសរបស់យើងត្រូវទទួលទណ្ឌកម្មទោសទណ្ឌបទបញ្ញត្តិអីផ្សេងទៀតជាពិសេសនៅក្នុងករណីដែលបានចែងនៅក្នុងច្បាប់នឹងដែរគេសង្កត់ធ្ងន់ទៅលើជនណាដែលបានក្លែងអាជ្ញាប័ណ្ណបាទឬក៏គាត់មិនមែនពេទ្យតែគាត់អឺបន្លំធ្វើពេទ្យឲ្យមើលថែទាំអ្នកជំងឺអីចឹងទៅឬក៏សំដៅទៅលើជនណាដែលគាត់ជាពេទ្យមែនតែគាត់អត់មានអាជ្ញាប័ណ្ណអត់ទាន់ស្នើសុំអាជ្ញាប័ណ្ណតែទៅមើលជំងឺឬក៏អ្នកដែលគាត់មានអាជ្ញាប័ណ្ណហើយអាជ្ញាប័ណ្ណរបស់គាត់ផុតសុពលភាពគាត់អត់ទាន់ទៅតហើយនៅតែបន្តមើលជំងឺជាដើមអញ្ចឹងបាទតែទាំងអស់ហ្នឹងអ្នកនរគ្នាអាចមើលលម្អិតនៅក្នុងច្បាប់នឹងបានយើងមានអឺទោសទណ្ឌដែរដែលរួមមានតកតងជាមួយនឹងអាចជាជាប់ពន្ធនាគារពីរយៈពេល1ទៅរយៈពេល1ឬក៏ការផាកពិន័យជាសាច់ប្រាក់លើអំពីទណ្ឌកម្មខាងវិន័យដែលបានរៀបរាប់ពីខាងដើមពមៀនឬក៏លុបឈ្មោះផ្អាកកុំឲ្យការអនុវត្តវិជ្ជាជីវៈរបស់យើងលក្ខនឹងលក្ខជាដើមអញ្ចឹងហើយទាំងអស់នេះសុទ្ធតែជាចំណុចសំខាន់ដែលខ្ញុំរំលឹកពីខាងដើមដែរដែលច្បាប់ហ្នឹងក៏ក្រៅពីការពារសាធារណជនក៏ការពារគ្រូពេទ្យដែរអញ្ចឹងមានន័យថាអ្នកមិនមែនពេទ្យក៏អត់អាចមកបន្លំមកអនុវត្តឬក៏មកធ្វើអីតាក់ទងជាមួយនឹងជំនាញវិជ្ជាជីវៈរបស់យើងបានទេបាទអញ្ចឹងសង្ខេបមកវិញខ្ញុំគិតថានៅក្នុងវីដេអូនេះអីដែលខ្ញុំបានធ្វើគឺខ្ញុំគ្រាន់តែព្យាយាមសង្ខេបយកនៅចំណុចស្នូលមួយចំនួនយកមកពន្យល់ហើយបកស្រាយក៏ដូចជាដាក់បន្ថែមនៅព័ត៌មានមួយចំនួនទៀតហើយសង្ឃឹមថាអ្នកនរគ្នាអាចទទួលបានជាអត្ថប្រយោជន៍ក៏ប៉ុន្តែអីដែលខ្ញុំលើកទឹកចិត្តឲ្យធ្វើអ្នកនរគ្នាអាចចូលទៅមើលច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឆ្នាំ2016នឹងលម្អិតបានព្រោះខ្លីទេអត់ច្រើនទេគាត់ថាមិនចាយពេលយូរទេអញ្ចឹងអាចមើលពីជំពូក1ទៅកាន់ជំពូក1ឬក៏ពីមាត្រា1ទៅកាន់មាត្រា1ផងដែរហើយដែលខ្ញុំចង់លើកឡើងជាចំណុចចុងក្រោយវីដេអូនេះជាផ្នែកនៅក្នុងការថតតុដើម្បីអាចឲ្យនិស្សិតគាត់មើលមុនពេលចូលមករៀននៅក្នុងវគ្គក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈហើយបើសិនជាអ្នកនរគ្នាអសង្កេតឃើញឬក៏ចាប់ត្រង់ចំណុចណាដែលខ្ញុំឆក់ល្វែងឬក៏និយាយលើកឡើងមិនទាន់ត្រូវឬក៏មិនទាន់គ្រប់ចុងជ្រោយអីអាចអលើកឡើងអាចផ្ដល់ព័ត៌មានត្រឡប់មកខ្ញុំវិញនៅក្នុងទម្រង់ណាមួយដើម្បីអាចអនុញ្ញាតឲ្យខ្ញុំកែប្រែហើយធ្វើឲ្យបានល្អប្រសើរទៀតបាទសូមអរគុណ